51ចែកឲ្យ5 51តាំងនៅខាងស្ដាំនេះក្បាច់5តាំងនៅខាងឆ្វេងនេះក្បាច់តោះតួចែកយើងមានមួយខ្ទង់យើងកាត់តំណាងចែកមួយខ្ទង់ដែរតោះបាន5ចែក5 5ចែក5កើតទេកើតបើកើតយើងចែកមកយើងដាក់អាន1ដាក់រំលងដោយសារមួយខ្ទង់និងមួយខ្ទង់តោះ1 5ដងយើងយក1គុណ5ឆ្វេង1 5ដង5អញ្ចឹងយើងដក5ខាងស្ដាំចោលឃើញទេអញ្ចឹងសំណល់វា0អញ្ចឹងទម្លាក់ឬក៏កាត់ថែមមួយខ្ទង់ទៀតបាន1ចែក1ចែក5 1ចែក5កើតទេអត់អញ្ចឹងធ្វើម៉េចត្រូវតែថែម0កាត់ក្បៀសតោះអញ្ចឹងយើងចាប់ដើមកន្លែងលេខពិសេសណាតោះអញ្ចឹងយើងតម្លើងលេខ1មកខ្ទង់ទី2អញ្ចឹងคล้ายទៅជា10ហើយអា1បាញ់មិញហ្នឹងរីឯណែ1ដែលជាសំណល់សៀផលយើងតម្លើងដេញទៅឆ្វេង2ខ្ទង់រាប់មកមានថាមានខ្ទង់នេះយើងរាប់មក1 2តម្លើងមកឆ្វេង2ខ្ទង់មានន័យថាផលមកគិត1ក្បាច់គិត1បូកចូលនេះ2អញ្ចឹងតម្លើងដេញទៅឆ្វេង2ខ្ទង់តោះអញ្ចឹងយើងចាប់ដើមចែកយើងយក10ចែក5តោះអញ្ចឹង5មកដល់ស្មើ10 7 2ដងដាក់2មកឃើញទេតោះយើងចាប់ដើមយក2គុណនឹង5នេះ2យើងដាក់ជាប់ដោយសារ2ខ្ទង់នឹង1ខ្ទង់2 5ដង10 10 2 10អស់អូខេតោះអញ្ចឹងយើងមើលតួចែកយើងមាន1ខ្ទង់បូកជាមួយឧបករណ៍កាច់1ខ្ទង់គឺ2ខ្ទង់អញ្ចឹង1 2ខ្ទង់ទី1ខ្ទង់ទី2ជាសំណល់ចាប់ពីខ្ទង់ទី3ទៅជាចម្លើយនេះយុទ្ធសាស្ត្រឃើញទេលេខពិសេសបើអ្នកធម្មតាដែលមិនតាមដានខ្ទង់ច្បាស់គឺអាចឃើញ1.02តែចម្លើយត្រឹមត្រូវគឺឃើញ10.2ណាអ្នកដែលប្រើក្បាច់ភាគច្រើនបើកន្លែងហ្នឹងមិនច្បាស់គឺឃើញ1.02ហើយបើអត់ចេះខ្ទង់ស្ទាត់អញ្ចឹងអ្នកចេះខ្ទង់ស្ទាត់គឺគេដឹងហើយអញ្ចឹងចម្លើយគឺឃើញ10.2អូខេ